សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានពំនាំវីដេអូថ្មីបងប្អូនតាក់ទងនឹងអាជីវកម្មកសិកម្មទៀតហើយបងប្អូនបាទហើយយើងមើលទៅវាឃើញប្លែកមែនតើបងប្អូនខ្ញុំមិនដែលឃើញគេធ្វើបែបនេះទេបងប្អូនណាគឺអ៊ំប្រុសម្នាក់ដែលគាត់ជាជនជាតិថៃគាត់អាយុប្រហែលជា60ឆ្នាំជាងបងប្អូនហើយគាត់លេងដាំអំពៅនៅក្នុងសម្បកកង់ឡានចាស់បងប្អូនហើយអំពៅគាត់ល្អមែនតើបងប្អូននេះយើងមើលឃើញហើយគឺมันតិចកង់ឡានទេបងប្អូនហើយមកគុំប្រហែលជា10ដើមជាងបងប្អូនហើយល្អមែនតើបងប្អូនហើយគាត់បានចែកម្លែកថាតាក់ទងនឹងការដាំនៅក្នុងសម្បកកង់ឡាននិងដាំទៅលើដីផ្ទាល់ដែលអត់សម្បកកង់ឡានហ្នឹងវាមានភាពប្លែកពីគ្នាបងប្អូនមានន័យថាយើងដាំអញ្ចឹងទៅមានន័យថាយើងដាក់ជីដាក់អីទៅវាអត់មានចេញទៅណាបងប្អូននឹងចំណុចទី1ចំណុចទី2យើងអាចប្រើជីកប៉ុសគោកដែលគាត់ផលិតខ្លួនឯងបងប្អូនហើយចំណុចទី3ហ្នឹងគឺគាត់ងាយស្រួលក្នុងការសកស្លឹកវាបងប្អូនបើសិនជាយើងដាំគៀកគ្នាទៅយើងពិបាកក្នុងការសកស្លឹកណាបាទអានេះគឺជារឿងសំខាន់មែនទែនបងប្អូនហើយខ្ញុំក៏មិនដែលបានជួបដែលតាក់ទងនឹងកសិកម្មបែបថ្មីបែបនេះបងប្អូនហើយនេះគឺតាក់ទងនឹងការច្នៃប្រឌិតណាបងប្អូនគឺទេពកសលខ្លួនឯងហើយបងប្អូនមើលឃើញហើយគឺគាត់ដាំអំពៅហើយគាត់មានម៉ាស៊ីនកិនទឹកអំពៅទៀតបងប្អូនបាទហើយខ្ញុំសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រកបរបរដាំអំពៅនេះគឺខ្ញុំគិតថាมันជាចំណាយច្រើនប៉ុន្មានទេបងប្អូនខ្ញុំមើលឃើញណាហើយសូម្បីតែខ្ញុំបានដឹងរាល់ថ្ងៃនេះគឺអំពៅមានទីផ្សារល្អមែនទែនបងប្អូនប៉ុន្តែគាត់នេះគឺមានន័យថាគាត់លក់ទាំងដើមហើយនឹងគាត់អាចកិនលក់ខ្លួនឯងបងប្អូនគឺល្អមែនតើបងប្អូននេះគឺការចេះធ្វើទីផ្សារខ្លួនឯងបងប្អូនបាទការដាំអំពៅគឺវាមានលក្ខណៈបានផលច្រើនមែនតើបងប្អូនតាមអ្វីខ្ញុំដឹងណាបងប្អូនគឺ1ហិកតាអីយើងប្រមូលប្រហែលជាត្រឹម20លានជាងអ្វីដែលខ្ញុំបានសិក្សាកន្លងមកឃើញកសិករដែលគាត់ធ្វើណាបាទហើយអ្វីដែលខ្ញុំនិយាយថា20លានហ្នឹងគឺតលតែអំពៅល្អបងប្អូនល្អដូចគាត់អញ្ចឹងណាគឺមានឈ្មួញគេមកទិញណាបងប្អូនប៉ុន្តែគាត់នេះគឺគាត់មិនខ្វល់ឈ្មួញទិញគឺមិនទិញទេបងប្អូនដោយសារគាត់ចេះធ្វើទីផ្សារគាត់ចេះមានម៉ាស៊ីនកិនទឹកអំពៅខ្លួនឯងអញ្ចឹងគឺល្អមែនតើបងប្អូនហើយគាត់ថាគាត់លក់អត់ដែរចេះសល់ទេបងប្អូននៅពេលដែលគាត់កាប់យកមកកិនណាបងប្អូនបាទឃើញអានេះភ្ញៀវកំពុងតែមកទិញព្រោះដោយសារមានសក់ភ្លាមកិនភ្លាមគឺមានរសជាតិឆ្ងាញ់បងប្អូនហើយគាត់បានលើកឡើងថាទឹកអំពៅគាត់ហ្នឹងមិនចាំបាច់ដាក់ស្ករទេបងប្អូនទឹកអំពៅមួយចំនួនតតែជំនួយស្ករអញ្ចឹងណាបងប្អូនគឺអញ្ចឹងมันផ្អែមប៉ុន្តែអំពៅគាត់នេះគឺលក្ខណៈធម្មជាតិគឺมันចាំបាច់ប្រើស្ករទេហើយមានរសជាតិឆ្ងាញ់មែនទែនបងប្អូនបាទហើយគាត់ធ្វើបែបនេះគឺជាច្រើនឆ្នាំហើយបងប្អូនចំការអំពៅរបស់គាត់នេះបាទហើយគាត់ជាមនុស្សម្នាក់ដែលពូកែច្នៃប្រឌិតណាបងប្អូនហើយគាត់ចេះតែស្រាវជ្រាវបន្ថែមថាគាត់គួរតែធ្វើអ្វីដើម្បីឲ្យវាមានប្លែកអញ្ចឹងណាបងប្អូនហើយគាត់ថាគាត់សប្បាយចិត្តនៅពេលដែលគាត់ដាំអញ្ចឹងណាបងប្អូនហើយមួយទៀតមានអតិជនគាត់មកលេងណាបងប្អូនមកថតអាសាមកថតលេងដោយសារឃើញគាត់ដាំអំពៅស្អាតអញ្ចឹងណាបងប្អូនបាទសំបីតែខ្ញុំមកសិននៅក្បែរអីក៏ទៅថតលេងដែរបងប្អូនប៉ុន្តែដោយសារវីដេអូនេះគឺស្ថិតនៅប្រទេសថៃបងប្អូនប៉ុន្តែបើសិនជាប្រជាកសិករយើងដែលគាត់មានបំណងចង់ដាំប្រភេទដូចគាត់អញ្ចឹងបងប្អូនអាចដាក់គម្លាត1ម៉ែត្រកន្លះទៅ2ម៉ែត្រក៏បានដែរអាស្រ័យទៅលើអ្វីដែលយើងលៃវាបងប្អូនប៉ុន្តែបើនិយាយពីរបៀបដាំវិញបងប្អូនគាត់ដាក់នៅក្នុងមួយគុំហ្នឹងមុនដំបូងគាត់ដាក់តែប្រហែលជា3 4ដុំបងប្អូនអានេះគេហៅថាដុំគាត់កាត់ដុំណាគាត់បដោះនៅក្នុងសម្បកកង់ហ្នឹងហ្មងបងប្អូនអត់មានគាត់យកទៅបដោះឲ្យបានយកមកដាំទេគឺគាត់បដោះនៅសម្បកកង់គាត់លាយដីលាយជីកប៉ុសនៅក្នុងហ្នឹងហើយគាត់ដាំប៉ុន្តែគាត់ធ្វើបែបនេះគឺគាត់មានភាពសប្បាយរីករាយហើយគាត់ថាងាយស្រួលក្នុងការដាក់ទឹកផងដែរបងប្អូនមិនថាយើងថែមជីមិនថាយើងដាក់ទឹកមិនថាយើងប្រើជីកប៉ុសបន្ថែមអីហ្នឹងគឺយើងងាយស្រួលមែនតើបងប្អូនបាទហើយក្នុងមួយថ្ងៃនេះគឺគាត់រកចំណូលបានច្រើនបងប្អូនមិនថាលក់ជាអំពៅមិនថាលក់ជាទឹកអំពៅទេហើយមើលបងប្អូនមើលទឹកមុខគាត់ហ្នឹងគាត់ក៏សប្បាយរីករាយដែរបងប្អូនហើយខ្ញុំក៏បានចែកម្លែកជូនបងប្អូនទាំងអស់គ្នា
ខ្ញុំក៏បានជួបនឹងកសិករខ្មែរម្នាក់ដែរដែលគាត់ដាំខ្លួនឯងណាបងប្អូនដាំខ្លួនឯងគាត់មានម៉ាស៊ីនទឹកអំពៅខ្លួនឯងក្នុងមួយថ្ងៃក៏រកបាន 100000 ជាងបងប្អូនបាទអញ្ចឹងខ្ញុំចែកម្លែកជូនបងប្អូនទាំងអស់គ្នាឲ្យធ្វើដូចគាត់នឹងបងប្អូនហើយមួយទៀតអ្វីដែលយើងចង់ឲ្យវាវិលបងប្អូនគឺបងប្អូនអាចចិញ្ចឹមគោបងប្អូនបងប្រុសម្នាក់ដែលខ្ញុំជួបហ្នឹងគឺគាត់ចិញ្ចឹមគោបងប្អូនគាត់យកស្លឹកអំពៅដែលគាត់សកចេញហ្នឹងគឺគាត់យកទៅខ្មុកបាទយកទៅខ្មុកឲ្យវាម៉ត់បងប្អូនបន្ទាប់មកបានគាត់ដាក់ឲ្យគោស៊ីមែនតើបងប្អូនគោស៊ីឲ្យធាត់មែនតើហើយសំបីតកាអំពៅដែលគាត់កិនហ្នឹងគឺគាត់យកឲ្យគោស៊ីដែរបងប្អូនគោក៏ស៊ីកាអំពៅហ្នឹងដែរបងប្អូនបាទវាជារឿងដែលកម្រឃើញអ្នកដែលគាត់ដាំឬក៏គាត់ចែកម្លែកបែបនេះបងប្អូនហើយអ្វីដែលគាត់បានចែកម្លែកហ្នឹងបងប្អូនមិនចាំបាច់ពិបាកក្នុងការធ្វើទេយើងគ្រាន់តែមើលវីដេអូនេះទៅយើងអាចសាកល្បងទៅបងប្អូនអាចមានកង់ឡានចាស់ឬក៏យើងអាចទិញគេមកគ្រាប់1000 2000ហ្នឹងយើងសាកល្បងទៅត្រឹម50គុំឬក៏10 20គុំអីតាមទំហំដីដែលបងប្អូនមានណាបងប្អូនហើយនេះវាអាចទាញប្រយោជន៍ច្រើនមែនទែនដូចខ្ញុំបានលើកឡើងមកអញ្ចឹងថាកុំឲ្យស្លឹកអំពៅហ្នឹងវាយើងយកបោះចោលអញ្ចឹងបងប្អូនគួរតែយើងចិញ្ចឹមគោឬក៏ចិញ្ចឹមកដោបក៏ស៊ីស្លឹកអំពៅដែរបងប្អូនអញ្ចឹងយើងរកសត្វណាដែលយើងអាចវិលពីស្លឹកអំពៅទៅបងប្អូនបានដើម្បីទាញប្រយោជន៍ពីអំពៅផងទាញប្រយោជន៍អំពីសត្វដែលយើងចិញ្ចឹមផងបងប្អូនអាហ្នឹងវាគឺជារឿងមួយដែលល្អមែនតើបងប្អូនទាំងអស់គ្នាបាទហើយគាត់មិនកំណាញ់ទេបងប្អូនដូចខ្ញុំបានចែករំលែកហើយគឺគាត់ជាកសិករម្នាក់ដែលចូលចិត្តចែករំលែកចំណេះដឹងផ្សេងឲ្យតែគាត់មានអ្វីដែលថ្មីហ្នឹងគឺគាត់ចែករំលែកឲ្យគាត់មិនលាក់លៀមទេបងប្អូនបាទគាត់ជាមនុស្សល្អម្នាក់ដែលចូលចិត្តចែករំលែកបាទជាចុងបញ្ចប់ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ខ្ញុំថ្មីហើយបើសិនជាមានពាក្យលើសលួខុសឆ្គងចំណុចណាអីសូមបងប្អូនអធិស្ឋានដល់រូបខ្ញុំបានផងបងប្អូនហើយខ្ញុំនឹងពំនាំយកវីដេអូថ្មីយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា